នៅក្នុងទីផ្សារមានរឿងមិនសមបំណងជាច្រើនដែលយើងមិនបានដឹងមុនប្រឡូកនៅក្នុងទីផ្សារត្រៀមចិត្តខ្លះក៏ល្អដែរកុំឲ្យឈឺចាប់នឹងថ្ងៃក្រោយពាក្យទាំង5ឃ្លានេះអត់មាននៅក្នុងវចនានុក្រមរបស់ទីផ្សារទេបងអ្នកលក់ប្រហែលជាធ្លាប់ជួបច្រើនហើយបងប្អូនខ្លះដែលមិនទាន់ជួបអាចស្ដាប់វីដេអូនេះបានហើយត្រៀមខ្លួនបើសិនជាថ្ងៃណាមួយយើងជួបរឿងទាំងអស់ហ្នឹងត្រូវរៀនទទួលវាទី1នៅក្នុងទីផ្សារអត់មានពាក្យត្រនិងពាក្យលួងលោមទេនៅក្នុងគ្រួសារឪពុកម្ដាយយើងអាចត្រយើងធ្វើខុសតិចតួចគាត់មិនប្រកាន់សម្ដីលើសលួសខ្វះខាតតិចតួចក៏គាត់មិនថាមិនស្ដីទៅហៅមកជាដើមប៉ុន្តែនៅក្នុងទីផ្សារអត់មានអ្នកណាត្រយើងទេខុសគឺខុសត្រូវគឺត្រូវភ្ញៀវសម្ដីធំដាក់យើងបានប៉ុន្តែបើយើងសម្ដីធំដាក់ភ្ញៀវវិញអត់បានទេគេចាប់កំហុសយើងគេប្រកាន់យើងគេផុសប្រកាច់ប្រខូចអីយើងចឹងទៅនៅក្នុងទីផ្សារអត់មានអ្នកណាមកត្រមកលួងលោមយើងទេហើយក៏មិនបាច់ទៅរករឿងឆ្លោះប្រកែកជាមួយនឹងភ្ញៀវអីដែរមិនបាច់ចង់ឈ្នះចាញ់ភ្ញៀវអីទេអ្នកដែលឈ្នះភ្ញៀវពិតប្រាកដគឺអ្នកដែលយកលុយភ្ញៀវមកដាក់កប៉ៅបានពេលខ្លះធ្វើភ្លេចខ្លះទៅក៏បានដែរវាមិនសូវឈឺចាប់ទៅប្រាប់ខ្លួនឯងថាយើងជាអ្នកលក់ត្រូវតែជួបរឿងទាំងអស់នឹងជៀសមិនរួចទេយើងសូមណែនាំបងប្អូនទាំងអស់គ្នាជាមួយនឹងហាងលក់ទូរស័ព្ទដៃទាំង4សាខាដែលមានការធានារយៈពេល1ខែនិងគ្នាយើង VIP ជាហាងលក់ទូរស័ព្ទដៃដំបូងគេបង្អស់នៅកម្ពុជាដែលមានការធានារហូតទៅដល់1ឆ្នាំពេញតែម្ដងទី2ទីផ្សារអត់មានពាក្យថាអនុគ្រោះឬយោគយល់ទេពាក្យថាសុំទោសនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃយើងនិយាយវាព្រោះស្ដាប់មែនតើប៉ុន្តែនៅក្នុងទីផ្សារវិញពាក្យថាសុំទោសនិយាយកាន់តែច្រើនអ្នកខាតបន្ទុកកាន់តែច្រើននិយាយកាន់តែច្រើនភ្ញៀវកាន់តែអស់ទំនុកចិត្តជាមួយយើងកាន់តែច្រើននៅក្នុងទីផ្សារនៅពេលដែលយើងធ្វើមិនបានល្អច្បាស់ណាស់ភ្ញៀវគេនឹងទៅរកអ្នកផ្សេងដែលល្អជាងយើងហើយនៅក្នុងទីផ្សារគេរកតែអ្នកល្អរកតែអ្នកលេចធ្លោរកតែអ្នកលេខ1ទេហើយបងប្អូនទៅចាំថាមិត្តភក្តិល្អក៏ដោយបងប្អូនល្អប៉ុណ្ណាក៏ដោយបើផលិតផលសេវាកម្មរបស់យើងមិនល្អគេមិនប្រើរបស់យើងទេហើយកុំខឹងគេព្រោះនេះជាធម្មជាតិនៅក្នុងទីផ្សារនៅក្នុងទីផ្សារអត់មានអ្នកលក់ណាដែលល្អគ្រប់10អត់ខ្ចោះទេប៉ុន្តែយើងត្រូវដឹងថាយើងត្រូវព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពធ្វើឲ្យអស់ពីសមត្ថភាពរបស់យើងដើម្បីទទួលភ្ញៀវឲ្យល្អបំផុតត្រូវចាំថាគេអត់អនុគ្រោះគេអត់យកយល់យើងទេនៅពេលដែលផលិតផលរបស់យើងមិនសមបំណងគេនឹងទៅរកផលិតផលផ្សេងអានេះគឺជាច្បាប់ធម្មជាតិរបស់ទីផ្សារទី3ទីផ្សារអត់មានទេពាក្យថាក្រែងចិត្តឬក៏ទប់ផ្លូវឲ្យយើងដើរនៅក្នុងទីផ្សារភ្ញៀវអត់មាន